នេះគឺជាចការបស់ប៉ាក្មេករបស់បងពុតបាទគាត់យកជីថ្នាំរបស់ខ្ញុំទៅបាញ់ពីចកាបាទឥឡូវក៏មកឲ្យមើលចការបស់ប៉ាក្មេកគាត់ពីចកាទៀតបាទចាំទីនេះខ្ញុំក៏អត់ទាន់បានសួរអាយុគាត់ទេគាត់ប្រញាប់ទៅចកានោះមួយទៀតមែនបាទអាចខ្ទង់ចន្លោះពី8ទៅ10ឆ្នាំមានអាខ្លះប្រហែលជាអាច20ឆ្នាំជាងបងប្អូនដើមឡើងមកអោបធំជាងមកអោបទៀតបាទចាំទីនេះគាត់ឲ្យខ្ញុំមកមើលដើម្បីប្រើប្រាស់ជីថ្នាំរបស់ខ្ញុំតើឲ្យខ្ញុំដាក់អីគេខ្លះចឹងណាបាទចាំទីនេះអត់តែងមែកបងប្អូនទៅបានតែងមែកដោយសារប៉ាក្មេងគាត់ឈឺហើយគាត់នោះក៏មានចការច្រើនមានការងារច្រើនក៏គាត់បាទថាបាញ់ចូលតែម្ដងដល់អត់តែងមែកទេបងប្អូនចឹងការប្រើប្រាស់ទៅលើចាំទីអត់តែងមែកការប្រើទឹកថ្នាំខ្ញុំឧទាហរណ៍ថាការប្រើទឹកថ្នាំយើងមិនអាចប្រើទឹកថ្នាំដដែលបានទេបើន័យថាបើសិនជាម្ដបលាយទឹក1000លីត្របាទយើងមិនអាចប្រើប្រាស់ទំហំម្ដបលាយទឹក1000លីត្រដូចយើងតែងមែកបានទេយើងមិនអាចទេបាទពីព្រោះដំណាំចិនទីកាលណាវាមានមែកច្រើនបែបនេះក៏វាត្រូវការអាហារច្រើនដែរយើងដាក់ទឹកថ្នាំត្រឹម1000ឬមកក៏800លីត្រវាបានបងប្អូនត្រឹមតែល្អមើលណាបាទត្រឹមតែល្អមើលវាបានវាមិនមែនអត់បានទេបាទប៉ុន្តែនៅពេលដែលទៅយកការវានឹងជួបការជ្រុះវាជ្រុះណាបាទពីព្រោះវាអត់មានអាហារគ្រប់ក្នុងដើមកាលណាវាអត់មានអាហារគ្រប់ក្នុងដើមបាញ់ទៅពីដំបូងលក្ខណៈថាវាថាឥឡូវគេដាក់ម្ដង1000លីត្រវាមើលទៅវាល្អដែរប៉ុន្តែដល់ពេលជួបបំរែបំរួលអាកាសធាតុនៅពេលដែលវាជួបត្រជាក់ឬមកក្តៅមកអាហារវាអត់គ្រប់ហើយមែកវាច្រើនវាត្រូវហែកអាហារហ្នឹងចែកគ្នាបាទអញ្ចឹងវាត្រូវជ្រុះការជុកក្តឹបហើយអាហ្នឹងក៏ជាហេតុមួយជ្រុះការជុកក្តឹបដែរអញ្ចឹងសម្រាប់ចការនេះគាត់ឲ្យបាទនឹងឲ្យគាត់ប្រើឈុត booster បាទដែលឲ្យគាត់ប្រើទឹកត្រឹមតែ600លីត្រទេក្នុងមួយឈុតបាទឲ្យប្រើទឹកតែ600លីត្រទេបាទដើម្បីឲ្យវាមានអាហារច្រើនទៅហើយពេលដែលដល់ប្រមូលផលគឺវាអត់ជ្រុះការជុកក្តឹបតែម្ដងបាទអានេះវិធីសាស្ត្រដែលខ្ញុំឲ្យទៅគាត់តែខ្ញុំប្រាប់គាត់ថាអាចនឹងចុះទឹកថ្នាំទៀតដោយសារតែគាត់អត់បានតែងមែកបាទមកទាំងអស់នេះគាត់អត់បានតែងមែកទេបងបាទបានតែងមែកទេមែកខ្លះតែងតាមពីឆ្នាំមុនមកបាទអញ្ចឹងអត់បានតែងមែកទេបាទអញ្ចឹងបើសិនជាបងប្អូនបានន័យថាចាំទីបងប្អូនអត់បានតែងមែកបងប្អូនដឹងខ្លួនហើយចង់ឲ្យកុំឲ្យមានការជ្រុះណាបាទបងប្អូនបន្ថយទឹកថ្នាំអញ្ចឹងណាបាទសម្រាប់ការប្រើប្រាស់ជីបំពន់បើសិនជាជីគីមីអានឹងខ្ញុំអត់ហ៊ានផ្ដល់យោបល់ទេព្រោះខ្ញុំអត់ជំនាញខាងជីគីមីអញ្ចឹងបើសិនជាបងប្អូនប្រើជីបំពន់បន្ថយទឹកថ្នាំអាចបើសិនជាមួយដបគេឲ្យក្រុមហ៊ុនឲ្យលាយទឹក1000លីត្របងប្អូនបន្ថយមកនៅ800លីត្រឬមួយក៏600លីត្រហើយបាញ់វាចូលហែទៅអញ្ចឹងអាការជួបការជុកក្តឹបនោះក៏វាអត់សូវមានដែរ